កាលពីដេមឡើយមានបុរសម្នាក់ឈ្មោះនីសីស៊ុយគាត់ជាមនុស្សស្លូតបូតតែមានវាសនាមិនល្អនៅថ្ងៃមួយខណៈពេលដែលស៊ុយគាត់កំពុងតែភ្ជួរស្រែនៅវាលស្រែដាច់ស្រយាលម្នាក់ឯងមេឃស្រាប់តែងឹតស្លុបខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងភ្លៀងក៏បានធ្លាក់ហើយនីស៊ុយព្យាយាមរត់រកកន្លែងជ្រកភ្លៀងនៅក្រោមដើមឈើធំមួយប៉ុន្តែជាអកុសលស្រាប់តែមានរន្ទះបាញ់ក្រហមយ៉ាងខ្លាំងចំដើមឈើធំនោះនិងចំខ្លួននីស៊ុយពេញទំហឹងនីស៊ុយបានស្លាប់ភ្លាមនៅនឹងកន្លែងក្នុងសភាពខ្មោចក្រៀមខ្លោចតាមជំនឿខ្មែរបុរាណមនុស្សដែលស្លាប់ដោយសាររន្ទះបាញ់ត្រូវបានគេចាត់ទុកថាជាខ្មោចតៃហោងដែលមានស័ក្តិសិទ្ធិគួរឲ្យខ្លាចនិងកាចសាហាវបំផុតក្រោយពេលស្លាប់ស័ក្តិសិទ្ធិរបស់នីសីត្រូវបានគេយកទៅកប់ទាំងប្រញាប់ប្រញ័រព្រោះគេខ្លាចអំណាចនៃខ្មោចរន្ទះបាញ់ចាប់តាំងពីយប់នោះមកអ្នកភូមិចាប់ផ្ដើមជួបហេតុការណ៍ចម្លែកនៅពេលយប់ដែលមានភ្លៀងផ្គរគេតែងតែឃើញស្រមោលខ្មៅធំខ្ពស់ឈរនៅវាលស្រែកន្លែងដែលនីសីស្លាប់សំឡេងសម្រែកធ្ងោកត្រជាក់ណាស់ជួយផងលាន់នៅតាមខ្យល់មានអ្នកភូមិខ្លះឃើញនីសីដើរចូលភូមិទាំងខ្លួនខ្លោចខ្មៅនិងមានធំក្លិនឈ្ងៀមដូចសាច់អាំងរឿងដែលគួរឲ្យខ្លាចបំផុតនោះគឺខ្មោចរន្ទះបាញ់មានអំណាចអាចបញ្ជាភ្លេចបន្ទោលបាននរណាក៏ដោយដែលធ្លាប់និយាយអាក្រក់ឬបង្ខូចឈ្មោះនីសីកាលពីនៅរស់ខ្មោចនោះតែងតែទៅលងបន្លាចដល់ផ្ទះយប់មួយមានបុរសម្នាក់ឈ្មោះនីខូចដែលធ្លាប់តែសាយចំអកឲ្យមរណភាពរបស់នីសីបានត្រូវខ្មោចនីសីតាមលងនីខូចកំពុងដេកលក់ស្រាប់តែមានសំឡេងរន្ទះបាញ់គីផាំងនៅលើដំបូលផ្ទះបើទោះជាមេឃគ្មានភ្លៀងក៏ដោយពេលគាត់បើកភ្នែកឡើងគាត់ឃើញនីសីអង្គុយលើគ្រែនៅខាងចុងជើងនៃគ្រែរបស់គាត់ភ្នែកឡើងក្រហមដូចរងើភ្លើងហើយខ្លួនប្រាណសុទ្ធតែស្លាកស្នាមរលាកខ្លោចនីសីបាននិយាយដោយសំឡេងស្អប់ថាឯងសើចនឹងសេចក្តីស្លាប់របស់អញមែនទេដោយសារការលងបន្លាចកាន់តែខ្លាំងឡើងតតែអ្នកភូមិអញ្ជើញលោកអាចារ្យដែលមានវិធីអាចកម្ចាត់ខ្មោចនីសីបាននិងខ្លាំងពូកែមកធ្វើពិធីលោកអាចារ្យបានប្រាប់ថាវិញ្ញាណនីសីមិនទាន់ទៅណាទេព្រោះគាត់ស្លាប់ទាំងមានគុំនំនិងការសង្សឹកលោកអាចារ្យបានធ្វើពិធីដកស្នឹងនិងសូត្រមន្តរំដោះគ្រោះនៅកន្លែងដែលរន្ទះបាញ់នោះគេបានធ្វើបុណ្យឧទ្ទិសកុសលយ៉ាងធំដុំជូនដល់នីសីដើម្បីឲ្យវិញ្ញាណគាត់បានស្ងប់លោកអាចារ្យបានដាស់តឿនអ្នកភូមិថាកុំប្រមាថអ្នកស្លាប់ជាពិសេសអ្នកស្លាប់ដោយអភូតហេតុដោយរន្ទះបាញ់ព្រោះវិញ្ញាណគេមានថាមពលខ្លាំងណាស់ចាប់តាំងពីពេលនោះមកវិញ្ញាណខ្មោចរន្ទះបាញ់ក៏លែងលេចមកឲ្យគេឃើញទៀតឡើយប៉ុន្តែរាល់ពេលដែលមានភ្លៀងផ្គររន្ទះម្ដងអ្នកភូមិតែងតែនាំគ្នាចូលផ្ទះបិទទ្វារជិតនិងមិនហ៊ាននិយាយលេងសើចឡើយព្រោះគេខ្លាចក្រែងរន្ទះនោះនាំវិញ្ញាណនីសីត្រឡប់មកវិញម្ដងទៀតបន្ទាប់ពីពិធីបុណ្យឧទ្ទិសកុសលរួចមកភាពស្ងប់ស្ងាត់បានត្រឡប់មកកាន់ភូមិវិញត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែរឿងរ៉ាវពិតប្រាកដទើបតែចាប់ផ្ដើមតែប៉ុណ្ណោះនៅពេលដែលកូនប្រុសរបស់មេភូមិឈ្មោះនីបុនមិនជឿលើរឿងអបិយជំនឿនោះទេហើយបានទៅជីកកកាយកន្លែងដែលនីសីបានស្លាប់ដើម្បីចង់ដឹងថាតើមានកប់របស់ស័ក្តិសិទ្ធិដូចដែលចាស់និយាយមែនឬអត់នៅយប់មួយដែលមេឃស្រឡះគ្មានពពកនីបុនបានលួចទៅវាលស្រែនោះតែម្នាក់ឯងនីបុនគាត់បានជីកដីចំកន្លែងដែលរន្ទះបាញ់ហើយស្រាប់តែគាត់បានរកឃើញគ្រាប់រន្ទះវត្ថុម្យ៉ាងដែលគេជឿថាជាកម្លាំងរបស់រន្ទះបាញ់ជាប់ក្នុងដីខណៈពេលដែលគាត់ប៉ះវត្ថុនោះស្រាប់តែមេឃដែលកំពុងស្រឡះបែរជាប្រែជាខ្មៅងឹតភ្លាមខ្យល់កន្ត្រាក់ចាប់ផ្ដើមបោកបក់ខ្លាំងស្រាប់តែមានសំឡេងសាច់ក្រហមចេញពីក្នុងដីមកថាឯងហ៊ានដាស់អញឲ្យក្រោកឡើងវិញមែនទេចាប់ពីយប់នោះមកខ្មោចរន្ទះបាញ់មិនត្រឹមតែលងបន្លាចធម្មតាទេប៉ុន្តែវាបាននាំមកនូវសេចក្តីស្លាប់ដល់សត្វក្នុងភូមិគោក្របីចាប់ផ្ដើមងាប់ជាបន្តបន្ទាប់ដោយគ្មានមូលហេតុហើយសាកសពសត្វទាំងនោះសុទ្ធតែមានស្លាកស្នាមឆេះខ្លោចដូចត្រូវរន្ទះបាញ់ទោះបីជាគ្មានភ្លៀងក៏ដោយនីបុនចាប់ផ្ដើមមានអាការៈប្លែកស្បែករបស់គាត់ចាប់ផ្ដើមប្រែជាពណ៌ស្វាយជាមហើយគាត់តែងតែនិយាយម្នាក់ឯងនៅពេលយប់គាត់ហាក់ដូចជាត្រូវបានវិញ្ញាណខ្មោចរន្ទះបាញ់ចូលសន្ធិដ្ឋគាត់អញ្ចឹងដើម្បីប្រើប្រាស់រាងកាយរបស់គាត់ក្នុងការសងសឹកអ្នកភូមិដែលធ្លាប់មើលងាយវា
ដោយឃើញស្ថានភាពមិនស្រួលលោកតាអាចារ្យឲ្យក៏សម្រេចចិត្តរៀបចំពិធីដ៏ធំមួយនៅកណ្ដាលវាលស្រែលើកនេះមិនមែនគ្រាន់តែជាការសូត្រមន្តធម្មតាទេប៉ុន្តែជាការសង្កត់វិញ្ញាណអ្នកភូមិទាំងអស់ត្រូវបានបង្គាប់ឲ្យកាន់ខ្សែសីមាព័ទ្ធជុំវិញវាលស្រែដើម្បីកុំឲ្យវិញ្ញាណនោះចេញទៅក្រៅបានពេលពិធីចាប់ផ្ដើមស្រាប់តែមានរន្ទះបាញ់ចុះមកយ៉ាងសាហាវកូផាំងជុំវិញរង្វង់សីមានីបុនបានរត់ចូលមកក្នុងពិធីទាំងកំហឹងភ្នែករបស់គាត់ឡើងក្រហមឆេះលោកតាអាចារ្យបានប្រើស្មៅចិញ្ចៀនសូត្រនៅបាលីគាថារួចបាច់ទៅលើនីបុនស្រាប់តែមានផ្សែងខ្មៅហុយចេញពីខ្លួនរបស់នីបុនវិញ្ញាណខ្មោចរន្ទះបាញ់នោះបានស្រែកយ៉ាងខ្លាំងថាពួកឯងមិនដែលយល់ពីការឈឺចាប់របស់អញទេអញស្លាប់ទាំងវេទនាខ្លាំងណាស់លោកតាអាចារ្យបានតបវិញដោយមានការអប់រំថាសេឲ្យការចង់ពៀមិនមែនជាផ្លូវដោះស្រាយបញ្ហានោះទេបើឯងបន្តធ្វើបាបគេឯងនឹងត្រូវជាប់ក្នុងភពងឹតនេះរហូតទៅមិនអាចទៅចាប់កំណេតជាថ្មីបានលេីចូលយកកំហឹងនេះទៅជាការសន្សំបុណ្យកុសលនឹងទ្វេទានវិញទៅលោកតាអាចារ្យបានបញ្ចុះបញ្ចូលឲ្យអ្នកភូមិសាងសង់អាស្រមតូចមួយនៅក្បែរដើមឈើនោះដើម្បីទុកជាការចងចាំនិងជារៀងរាល់ឆ្នាំត្រូវធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់មិនឲ្យខានខ្មោចនីសីក៏យល់ព្រមធ្វើតាមការណែនាំពីលោកតាអាចារ្យហើយវិញ្ញាណដែលធ្លាប់តែកាចសាហាវក៏ប្រែមកជាការអភ័យទោសជួយការពារអ្នកភូមិមិនឲ្យមានគ្រោះថ្នាក់ពីធម្មជាតិវិញផងដែរចាប់តាំងពីពេលនោះមកមិនដែលមាននរណាម្នាក់ជួបគ្រោះថ្នាក់ដោយសាររន្ទះបាញ់ទៀតឡើយនៅក្នុងភូមិនោះនីបុនក៏បានជាសេះស្បើយផងដែរហើយអ្នកភូមិក៏លែងហ៊ានប្រមាថឬលេងសើចនឹងរឿងអបិយជំនឿទៀតដែរពួកគេរស់នៅដោយការចេះអធ្យាស្រ័យនិងគោរពដល់អ្នកដែលនៅជុំវិញខ្លួន